ស្គាល់អត្តសញ្ញាណហើយសពស្ត្រីម្នាក់ត្រូវអតីតប្តីវាសម្លាប់នៅក្នុងដីឡូមួយកន្លែងនៅសង្កាត់ស្វាយប៉ាអតីតប្តីជាឃាតករភ្លឹងពេលសមត្ថកិច្ចចាប់បានហើយជនសង្យាតរឿងសម្លាប់នារីមេការម្នាក់ដែលប្រជាពលរដ្ឋប្រទះឃើញដីស្លាប់នៅក្នុងដីឡូមួយកន្លែងសង្ស័យថាជាករណីឃាតកម្មត្រូវបានឃាតករវាសម្លាប់នោះប្រភពព័ត៌មានបានបញ្ជាក់ថាសពស្ត្រីម្នាក់ដែលត្រូវឃាតករវាសម្លាប់ហើយត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី10ខែមីនាឆ្នាំ2025នេះនៅចំណុចដីឡូទុកចោលមួយកន្លែងផ្លូវអុកញ៉ាឌីប៊ូភូមិស្វាយប៉ាសង្កាត់ស្វាយប៉ាខណ្ឌរសីកែលរាជធានីភ្នំពេញត្រូវបានគេស្គាល់អត្តសញ្ញាណហើយចំណែកឃាតករក៏ស្គាល់អត្តសញ្ញាណដែរគឺជាអតីតប្តីរបស់ជារងគ្រោះតែម្ដងស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះអូនស្រីលក្ខភេទស្រីអាយុ25ឆ្នាំមុខរបរបុគ្គលិកភោជនីយដ្ឋានជាអនន្តកាដេនមានទីលំនៅផ្ទះលេខ589ផ្លូវលំភូមិព្រែកការគង់សង្កាត់ព្រែកការសិកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញចំណែកឃាតករដៃដល់ដែលសម្លាប់អតីតប្រពន្ធមានឈ្មោះប៊ុនសេងហាប់ភេទប្រុសបច្ចុប្បន្នគេខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនតាមស្ត្រីឈ្មោះថៃឆ្លិនអាយុ51ឆ្នាំជាម្ដាយបង្កើតចរងគ្រោះបានឲ្យដឹងថាកាលពីអំឡុងឆ្នាំ2022កូនស្រីបានសែនព្រេនជាមួយបុរសជាប្តីឈ្មោះប៊ុនសេងហាប់ឃាតករហើយរស់នៅជាមួយគ្នារហូតមានកូនស្រីចំនួន1នាក់នៅអំឡុងឆ្នាំ2024កូនស្រីបានបែកបាក់គ្នាដោយសាររស់នៅមិនចុះសម្រុងគ្នាហើយបានចាក់ចេញពីផ្ទះទៅធ្វើជាអ្នកបើកបរដើមស្ត្រីជាម្ដាយបានឲ្យសមត្ថកិច្ចដឹងទៀតថាកាលពី4ថ្ងៃមុនជនសង្ស័យបានមករកកូនស្រីរបស់គាត់ដែលជាចរងគ្រោះលុះនៅវេលារសៀលថ្ងៃទី9ខែមីនាឆ្នាំ2025កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដោយសពដងហើយនៅព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ពុំឃើញត្រឡប់មកផ្ទះវិញហើយទូរស័ព្ទក៏មិនចូលលុះក្រោយមកទើបដឹងថាកូនស្រីស្លាប់តាមស្ត្រីឈ្មោះធួនធុជាមេការភោជនីយដ្ឋានធ្វើការជាមួយចរងគ្រោះបានប្រាប់ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី7និង8ខែមីនាឆ្នាំ2025ចរងគ្រោះបានកក់កញ្ចក់ឲ្យប្តីមកផឹកស៊ីពីថ្ងៃជាប់គ្នាហើយពេលកំពុងផឹកស៊ីក៏មានការទាស់សម្ដីគ្នាជាបន្តបន្ទាប់ដើមស្ត្រីជាមេការបានឲ្យដឹងទៀតថានៅល្ងាចថ្ងៃទី9ខែមីនាឆ្នាំ2025ចរងគ្រោះបានកក់កញ្ចក់ឲ្យប្តីនាងផឹកស៊ីម្ដងទៀតពេលកំពុងផឹកស៊ីដល់វេលាម៉ោង10:10នាទីយប់ចរងគ្រោះនិងប្តីបានឆ្លោះប្រកែកគ្នាដល់ប្តីចរងគ្រោះប្រច័ណ្ឌចរងគ្រោះខណៈនោះបុគ្គលិកហាងនិងរូបរាងក៏បានចូលទៅឃាត់នៅវេលាម៉ោងប្រហែល11:30នាទីយប់ចរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាងរួចឡើងជិះម៉ូតូទៅជាមួយប្តីដោយនាងប្រាប់ថាទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆានៅពេលនោះគឺនាងប្រាប់ថាកុំឆ្លោះគ្នាទៀតអីហើយស្រាប់តែបរិសជាប្តីនោះបាននិយាយថាយកនាងទៅសម្លាប់ចោលហើយរហូតដល់វេលាសៀលថ្ងៃទី10ខែមីនាក៏ទទួលដំណឹងថាជនរងគ្រោះស្លាប់គូបញ្ជាក់ថានៅវេលាម៉ោង7:05នាទីព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិក៏បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូទុកចោលមួយកន្លែងតាមផ្លូវអុកញ៉ាប៊ីប៊ូភូមិស្វាយប៉ាសង្កាត់ស្វាយប៉ាខណ្ឌរសីកែលរាជធានីភ្នំពេញបន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានបានចុះទៅឃាត់កន្លែងកើតហេតុនិងតាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះត្រួតពិនិត្យនៅកន្លែងកើតហេតុមានរបងថ្មព័ទ្ធជំវិញតាមការត្រួតពិនិត្យសាកសពនៅក្នុងហោប៉ៅសម្ពុតមានក្រវិលកំប៉ុងស្រាប់បៀចំនួន5គោលសោម៉ូតូ1សោដៃ2លុយខ្មែរចំនួន43,500រៀលសាកសពមានស្នាមចំភ្នែកទាំងសងខាងស្នាមជាប់នៅលើផ្ទៃមុខទាំងសងខាងតាមការត្រួតពិនិត្យសាកសពលោកអុកញ៉ាវិជ្ជបណ្ឌិតនងសវណ្ណរតគ្រូពេទ្យការសវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថានារីរងគ្រោះបានស្លាប់ដោយវាយក្បាលនិងខ្ទប់ដង្ហើមដែលជាករណីឃាតកម្មដឹងដំណឹងដល់ក្រុមគ្រួសារនិងមានការបំភ្លឺបែកធ្លាយឃាតករគឺជាអតីតប្តីរបស់ចរងគ្រោះតែម្ដង